ok là dân ta đang là việc pra này là cả đấy hạ bay phần dừng nè ok ở đây chúng ba ở mấy chúng bạn tụ bàn để xài xạ những sạt mó nhưng vô mà đặt bị khỏi như là cả đấy phần dừng mó chọn bị chọn chừng nè hay những đó chừng mùi nông phao của bèn máu ní về cho mó cứ với tranh phía rồi mò bài chừng nè cái lại này cái chia lại đặt sim nè hay simประเภทđặt mũi như là ca nè cứ nhưประเภท sim tôi đi thu sạp dây chẳng nhưng do cái chọn nhưng cái lại nó do sự đặt sim trên máu tao mới do sim phần dây nó đã cho nông là sự đặt sim nó đã ta mà trùng trùng bên này cạnh trùng lại nó đã sọc như này chân máu ai tao mới đã cho được nông đi là cả đây phần dây người máu nó đã ở bên máu ok và tao mới cho bạn đi là cả dương máuនេះគឺជាកម្មវិធីនៅក្នុងនាឡិកាដៃផងយើងឃើញថាវាមានច្រើនដែរក្នុងនោះក៏មានដូចជាកាមេរ៉ាហើយនេះកន្លែងកាមេរ៉ាហើយកន្លែងនេះគឺ Casio ណា Casio ហើយយើងអាចដូរមុខនាឡិកាដៃផងយើងបានណាទៅតាមចំណង់ចំណូលចិត្តផងយើងហើយកន្លែងនេះគឺជាកន្លែងបង្ហាញអំពីសេវាទូរស័ព្ទហើយនិងសេវាអ៊ីនធឺណិតណាអូខេឥឡូវយើងចាប់ផ្ដើមធ្វើការ call ពីទូរស័ព្ទទៅនាឡិកាដៃផងយើងកម្ពុជាស្រឡាញ់សន្តិភាពការពារសន្តិភាពនិងធ្វើជាមិត្តជាមួយគ្រប់មន្ទីរ and international friendships អាឡូ1 2 3អូខេឥឡូវយើងទៅដឹងរបៀបក្នុងការភ្ជាប់ GPS របស់នាឡិកាដៃ D53 ផងយើងជាមួយនឹងកម្មវិធីមានឈ្មោះថា Set Tracker 2ណាអញ្ចឹងដំបូងយើងត្រូវដំឡើងកម្មវិធី Set Tracker 2នៅក្នុងទូរស័ព្ទដៃផងយើងសិនបន្ទាប់មកយើងចូលទៅក្នុងនាឡិកាដៃផងយើងចូលឡើង QR ណាយើងចូលឡើង QR មកហើយយើងយកឥឡូវនេះដើម្បីវាបង្ហាញ QR code បន្ទាប់យើងចូលក្នុងកម្មវិធី Set Tracker 2ផងយើងហ្នឹងចូលកន្លែងសញ្ញាបូកណាតោះមកយើងចុចកន្លែង scan នេះណាកន្លែង scan នេះ scan នៅលើ QR code នាឡិកាដៃយើងមកអញ្ចឹងមកដល់កន្លែងហ្នឹងគឺយើងបំពេញឈ្មោះមកឈ្មោះដាក់ឈ្មោះអីក៏បានដែរឈ្មោះនាឡិកាដាក់ my son ឬក៏ដាក់អីឈ្មោះអីក៏បានដែរណាអូខេបន្ទាប់មកចុច OK ណាមកដល់កន្លែងនេះគឺកន្លែងបង្ហាញពី GPS នាឡិកាដៃផងយើងគឺ location នាឡិកាដៃផងយើងគឺនៅចំណុចហ្នឹងណាអញ្ចឹងយើងអាចមើលតាមហ្នឹងណាយើងអាចបរិចមើលទៅតាម location ហ្នឹងណាកន្លែងនេះជាកន្លែង save លេខទូរស័ព្ទយើងចុចកន្លែងហ្នឹងមកហើយបន្តមកយើងចុចខាងក្រោមណាខាងក្រោមនេះចុចមកបន្តមកកន្លែងនេះយើងឲ្យដាក់ឈ្មោះណាយើងឈ្មោះអីគេយើងឲ្យមកឈ្មោះបញ្ចូលឈ្មោះហើយខាងក្រោមបញ្ចូលលេខទូរស័ព្ទណាអូខេបន្តយើងធ្វើយ៉ាងហើយចុច OK អញ្ចឹងមកតោះមកយើងចូលនៅក្នុងនាឡិកាយើងចូល iPhone book ហ្នឹងយើងនឹងឃើញលេខទូរស័ព្ទហើយនឹងឈ្មោះដែលយើងបាន save ហ្នឹងហើយកន្លែងហ្នឹងយើងក៏អាច save បានច្រើនលេខផងដែរណាកន្លែងនេះយើងអាច call ជាវីដេអូបានណាយើងចុចកន្លែងហ្នឹងមកយើងយកវីដេអូ call មកយើងចុចមក call ទៅណានេះចូលទៅលើនាឡិកាដៃផងយើងអញ្ចឹងយើងចុចលើកដូចធម្មតាអញ្ចឹងណាចុចលើកលើនាឡិកាយើងមក Hello ឃើញអានេះគឺយើងវីដេអូ call ណា